សួស្តីប្រិមិត្តអ្នកទស្សនាទាំងអស់គ្នានាងខ្ញុំម៉ារីសូមស្វាគមន៍មកកាន់ Channel Marie CLTV រឿងរ៉ាវដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីមហាជននិងអ្នកគាំទ្រជាច្រើននៅលើបណ្ដាញសង្គមពេលនេះគឺពាក់ព័ន្ធនឹងតារាចម្រៀងលោកស៊ូវិចិត្រនិងអតីតភរិយារបស់លោកគឺអ្នកនាងភ័ក្រដែលបានបន្តបញ្ចេញសារនិងរូបភាពជាច្រើនបង្ហាញពីអារម្មណ៍នឹកអាល័យនិងចង់វិលទៅរកអតីតស្វាមីវិញដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះគឺការលើកឡើងរបស់អ្នកនាងភ័ក្រថានាងបាននាំកូនទៅជួបឪពុកប៉ុន្តែបែរជាមិនទទួលបានការស្វាគមន៍ពីលោកស៊ូវិចិត្រទៅវិញតើមានអ្វីកំពុងកើតឡើងពិតប្រាកដនៅពីក្រោយរឿងរ៉ាវនេះហើយហេតុអ្វីបានជាអតីតគូស្នេហ៍មួយគូដែលធ្លាប់ឆ្លងកាត់ជីវិតលំបាកជាមួយគ្នាបែរជាមកដល់ចំណុចនេះសូមប្រិមិត្តទស្សនារហូតដល់ចប់ដើម្បីស្ដាប់ព័ត៌មានលម្អិតទាំងស្រុងប្រិមិត្តជាទីគោរពនៅថ្ងៃទី11ខែមិថុនាឆ្នាំ2026អ្នកនាងភ័ក្របានបង្ហោះរូបភាពមួយនៅលើ TikTok ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាចាប់អារម្មណ៍នៅក្នុងរូបភាពនោះគេឃើញលោកស៊ូវិចិត្រកំពុងអង្គុយដេញហ្គីតានិងច្រៀងចម្រៀងដោយមានសៀវភៅកត់ប៉ារ៉ូលចម្រៀងនៅក្បែរខ្លួនចំណែកអ្នកនាងភ័ក្រវិញកំពុងដេកលើគ្រែក្រាកន្ទេលនិងសម្លឹងមើលមុខលោកស៊ូវិចិត្រយ៉ាងស្និទ្ធស្នាលបើទោះបីជាមានរូបភាពនេះត្រូវបានគេចាត់ទុកថាជារូបចាស់ក៏ដោយប៉ុន្តែវាคล้ายជាផុសតាងមួយបន្ថែមទៀតដែលបង្ហាញថាអ្នកទាំងពីរពិតជាធ្លាប់រស់នៅក្រោមដំបូលផ្ទះតែមួយនិងបានកសាងជីវិតគ្រួសាររួមគ្នាមែនអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺសារដែលអ្នកនាងភ័ក្របានភ្ជាប់ជាមួយរូបភាពនោះអ្នកនាងបានសរសេរយ៉ាងមានអារម្មណ៍ថាចង់ប៉ះចង់ចាប់ដៃចង់អោបតែមិនអាចធ្វើបានតើបងស្អប់ខ្ញុំប៉ុណ្ណាទៅស៊ូវិចិត្រពាក្យពេចន៍ខ្លីៗនេះបានបង្ហាញឲ្យឃើញពីអារម្មណ៍នឹករលឹកនិងការចង់ផ្សះផ្សាទំនាក់ទំនងជាមួយអតីតស្វាមីឡើងវិញមិនត្រឹមតែប៉ុណ្ណោះទេអ្នកនាងភ័ក្រក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្រលើ TikTok ថែមទៀតថានាងធ្លាប់បាននាំកូនទៅជួបលោកស៊ូវិចិត្រប៉ុន្តែអ្វីដែលនាងទទួលបានគឺការខកចិត្តនាងបានរៀបរាប់ថានាំកូនទៅលេងប្តីថាអត់ទទួលស្វាគមន៍ទេការលើកឡើងបែបនេះបានធ្វើឲ្យមហាជនជាច្រើនបង្ហាញការអាណិតអាសូរចំពោះអ្នកនាងនិងកូនខណៈអ្នកខ្លះទៀតនៅរងចាំការបកស្រាយពីភាគីលោកស៊ូវិចិត្រដើម្បីស្ដាប់ព័ត៌មានពីគ្រប់ជ្រុងជ្រោយរហូតមកដល់ពេលនេះគេនៅមិនទាន់ឃើញមានការបំភ្លឺជាផ្លូវការណាមួយពីលោកស៊ូវិចិត្រពាក់ព័ន្ធនឹងការលើកឡើងរបស់អតីតភរិយានោះទេទាំងនៅលើ Facebook និងបណ្ដាញសង្គមផ្សេងៗលោកក៏មិនបានឆ្លើយតបដោយផ្ទាល់ចំពោះការចាត់ប្រកាន់ទាំងនោះដែរប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោកស៊ូវិចិត្របានបង្ហោះវីដេអូចម្រៀង cover បទចម្រៀងមួយចំនួនរួមមានបទកាត់ចិត្តដើម្បីអនាគតអូននិងបទបងឬជាអ្នកខុសដែលធ្វើឲ្យមនុស្សមួយចំនួនយល់ថាខ្លឹមសារបទចម្រៀងហាក់មានភាពស្រដៀងទៅនឹងស្ថានភាពដែលលោកកំពុងជួបប្រទះគូរំលឹកផងដែរថាកាលពីខែមិថុនាឆ្នាំ2026អ្នកនាងភ័ក្រធ្លាប់បានបង្ហោះរូបភាពជាច្រើនបង្ហាញពីទំនាក់ទំនងអាពាហ៍ពិពាហ៍រវាងនាងនិងលោកស៊ូវិចិត្រនៅពេលនោះអ្នកនាងបានអះអាងថាពួកគេទាំងពីរមិនត្រឹមតែធ្លាប់រៀបការជាមួយគ្នាប៉ុណ្ណោះទេថែមទាំងមានកូនជាចំណងស្នេហ៍ទៀតផងអ្នកនាងក៏បានរៀបរាប់ពីការឈឺចាប់ក្នុងចិត្តថាអ្វីដែលធ្វើឲ្យនាងហួសចិត្តបំផុតគឺការដែលបុរសម្នាក់ដែលធ្លាប់និយាយថាស្រឡាញ់គ្រួសារនិងស្រឡាញ់កូនបែរជាសំលេងលះនាងទៅវិញដោយសារតែបញ្ហានេះទើបអ្នកនាងធ្លាប់និយាយថានាងបានអស់ចិត្តពីស្វាមីប៉ុន្តែបន្ទាប់ពីរយៈពេលប្រមាណ3ខែអារម្មណ៍របស់នាងហាក់មានការផ្លាស់ប្ដូរដោយបង្ហាញពីការចង់ជួបចង់និយាយនិងចង់អោបអតីតស្វាមីឡើងវិញអ្នកនាងភ័ក្រក៏ធ្លាប់អះអាងដែរថាបទចម្រៀងដ៏ល្បីអូនពូកែខឹងរបស់លោកស៊ូវិចិត្រត្រូវបាននិពន្ធច្រៀងឡើងក្នុងកន្លងពេលដែលអ្នកទាំងពីរកំពុងស្រឡាញ់គ្នាហើយបទនោះគឺសរសេរឡើងសម្រាប់នាងផ្ទាល់នាងបានរំលឹកថានៅគ្រានោះជីវភាពរបស់ពួកគេនៅមានការលំបាកខ្លាំងសូម្បីតែម៉ូតូមួយគ្រឿងសម្រាប់ធ្វើដំណើរក៏ពិបាករកបានផងប្រិមិត្តជាទីគោរពបើមើលពីស្ថានភាពទាំងមូលរឿងនេះនៅតែជាចំនួនគ្រួសារមួយដែលសាធារណជនកំពុងទទួលព័ត៌មានពីភាគីម្ខាងជាចម្បងពោលគឺការលើកឡើងរបស់អ្នកនាងភ័ក្រដោយសារតែលោកស៊ូវិចិត្រមិនទាន់ចេញមុខបកស្រាយជាផ្លូវការនៅឡើយដូច្នេះសាធារណជនគូតែរក្សាទស្សនៈអាជាក្រិតនិងរងចាំព័ត៌មានពីគ្រប់ភាគីមុននឹងធ្វើការវិនិច្ឆ័យថាអ្នកណាត្រូវឬអ្នកណាខុសម្យ៉ាងវិញទៀតអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកនាងភ័ក្រមិនបានបង្ហាញតែការខឹងសម្បារឬរិះគន់ប៉ុណ្
ណោះទេប៉ុន្តែថែមទាំងបង្ហាញអារម្មណ៍នឹកអាល័យនិងចង់វិលត្រឡប់ទៅរកអតីតស្វាមីវិញផងដែរនេះអាចបង្ហាញថាទោះបីជាទំនាក់ទំនងប្តីប្រពន្ធបានបញ្ចប់ក៏ដោយក៏អារម្មណ៍និងអនុស្សាវរីយ៍ដែលធ្លាប់ឆ្លងកាត់ការលំបាកជាមួយគ្នាមិនមែនងាយនឹងបាត់បង់ឡើយចំណែកឯលោកសុវិចិត្រវិញការរក្សាភាពស្ងៀមស្ងាត់រយៈពេលជាច្រើនខែអាចមានហេតុផលផ្ទាល់ខ្លួនដែលសាធារណជនមិនទាន់បានដឹងប៉ុន្តែក្នុងនាមជាបុគ្គលសាធារណៈការមិនបកស្រាយអ្វីសោះក៏អាចធ្វើឲ្យមហាជនបន្តមានចម្ងល់និងការសន្និដ្ឋានផ្សេងៗផងដែរអ្វីដែលសំខាន់ជាងគេក្នុងរឿងនេះប្រហែលមិនមែនជាចំនួនរវាងមនុស្សធំពីរនាក់នោះទេប៉ុន្តែគឺជាអារម្មណ៍និងសុខុមាលភាពរបស់កូនដែលជាចំណងរវាងឪពុកនិងម្ដាយទោះបីជាអនាគតរបស់អ្នកទាំងពីរនឹងបន្តដំណើរផ្សេងគ្នាឬមានឱកាសវិលទៅផ្សះផ្សាគ្នាវិញក៏ដោយមហាជនជាច្រើននៅតែសង្ឃឹមថាភាគីទាំងសងខាងអាចនឹងដោះស្រាយបញ្ហាដោយសន្តិវិធីនិងផ្ដល់អាទិភាពដល់កូនជាចម្បងជាចុងក្រោយនាងខ្ញុំម៉ារីសូមជម្រាបថាខ្លឹមសារខាងលើគឺផ្អែកលើព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈហើយការលើកឡើងមួយចំនួនគឺជាការអះអាងរបស់ភាគីពាក់ព័ន្ធដែលមិនទាន់មានការបកស្រាយពីគ្រប់ភាគីនៅឡើយទេតែប្រិមិត្តយល់យ៉ាងណាចំពោះរឿងរ៉ាវរវាងអ្នកនាងភ័ក្រនិងលោកសុវិចិត្រសូមបញ្ចេញមតិដោយការគោរពគ្នាទៅវិញទៅមកនៅក្នុងប្រអប់ comment ខាងក្រោមនាងខ្ញុំម៉ារីសូមអរគុណសម្រាប់ការតាមដានទស្សនាកុំភ្លេច like share និង subscribe Channel Marie CLTV ដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តបន្ទាប់សូមជូនពរប្រិមិត្តទាំងអស់ឲ្យមានសុខភាពល្អនិងជួបតែសេចក្តីសុខជម្រាបលា